ងក្រោយឃើញរថយន្តអញ្ចឹងអ្នកភូមិក៏អស់ឡើងផ្លូវហើយបើកចេញទៅបាត់ទៅចាគាត់ជិះទៅតាមផ្លូវជាតិហ្នឹងមិនតែដឹងថាប្រហែលជាកងុយគេឬយ៉ាងម៉េចបានតែធ្លាក់បន្លាយមិនមែនធ្លាក់បន្លាយនេះចូលស្រែបាទចូលទៅក្នុងស្រែទៅគេហើយអញ្ចឹងនេះតើតងជាមួយនឹងគេហៅថាកង្វះប្រុងប្រយ័ត្នក្នុងការបើកបរកញ្ញាជំរាបអញ្ចឹងតើតងកន្លែងហ្នឹងគឺអាចធ្វើឲ្យមានទោសដែរបើសិនជាប៉ះពាល់ទៅលើទ្រព្យសម្បត្តិសាធារណៈឬក៏ប៉ះពាល់ទៅមនុស្សឬក៏រថយន្តចិត្តខាងហ្នឹងអាចមានថាគាត់អាចជាប់ទោសបានផងដែរក្នុងពេលហ្នឹងព្រោះគាត់បាត់លឿនហើយគាត់នឹងងុយគេទៀតมันមានស្មារតីទទួលខុសត្រូវក្នុងការបើកបរចាអញ្ចឹងសូមបញ្ចប់ព័ត៌មាននឹងត្រឹមប៉ុណ្្នឹងចាស់ហើយជម្រាបជូននៅព័ត៌មានបន្តទៀតចាលោកភូវីព័ត៌មានបន្តទៀតនេះដូចជានៅខាងខេត្តកោះកុងណាបាទតាមត្រូវកញ្ញាជំរាបព័ត៌មានបន្តទៀតគឺមកពីខាងខេត្តកោះកុងគឺសមត្ថកិច្ចនៅក្នុងខេត្តទាំងពីរនៅក្នុងច្រកទ្វារព្រំដែនកម្ពុជាថៃហ្នឹងគឺរួមគ្នាសម្អាតអនាម័យបរិស្ថានច្រកទ្វារទាំងពីរគឺនៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2015លោកសវណ្ណប៊ុនធឿនប្រធានស្នើការច្រកទ្វារព្រំដែនអន្តរជាតិចាំយាងខេត្តកោះកុងបានដឹកនាំកម្លាំងគ្រប់ស្ថាប័នច្រាំចកជាច្រើនអ្នកសហការជាមួយនឹងភាគីថៃដឹកនាំដោយលោកឆៃឡាត់ថាំភិរមនៅបញ្ជាការចំណុចលេខ182ច្រកទ្វារអន្តរជាតិហាក់លេខបានរួមគ្នាសម្អាតអនាម័យបរិស្ថាននៅចំណុច0នៅព្រំដែនកម្ពុជាថៃលោកសវណ្ណប៊ុនធឿនបាននិយាយថាការសម្អាតអនាម័យបរិស្ថាននេះគឺដើម្បីទទួលស្វាគមន៍នៅឆ្នាំសកលឆ្នាំ2016ធ្វើឲ្យមានសោភ័ណភាពល្អនិងដើម្បីរឹតចំណងសាមគ្គីរវាងសមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃនៅចំណុចច្រកទ្វារអន្តរជាតិចាំយាមលោកសវណ្ណប៊ុនធឿនបានបន្តទៀតថាការសម្អាតអនាម័យបរិស្ថាននេះគឺភាគីទាំងពីរបានពិភាក្សាគ្នានិងប្រព្រឹត្តទៅធ្វើរយៈពេល1ខែម្ដងដើម្បីឲ្យច្រកទ្វារទាំងពីរមានសោភ័ណភាពល្អនិងអនាម័យបរិស្ថានកាន់តែល្អលោកសវណ្ណប៊ុនធឿនបានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នដែលប្រចាំការនៅច្រកទ្វារទាំងពីរធ្វើយ៉ាងណាឲ្យចេះសហការគ្នាល្អស្រឡាញ់គ្នាដើម្បីងាយស្រួលសម្រួលការងារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរចាអញ្ចឹងឃើញថារវាងមន្ត្រីនៅខាងព្រំដែនកម្ពុជាក៏ដូចជាមន្ត្រីនៅខាងព្រំដែនថៃគឺគាត់មានការសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថាននៅជុំវិញតំបន់របស់គាត់នឹងមានភាពស្រស់ស្អាតហើយពីព្រោះថាវាគឺជាច្រកទ្វារអន្តរជាតិដែរនៅពេលដែលមានភ្ញៀវឆ្លងកាត់អីចឹងក៏មើលទៅវាមានសោភ័ណភាពល្អពីព្រោះថាយើងបានសម្អាតនៅបរិស្ថានអនាម័យចាហ្នឹងហើយកញ្ញាជំរាបយើងចេះស្ដាយយើងឃើញនៅត្រង់កន្លែងចំណុចព្រំដែននេះគឺខុសគ្នាពីចំណុចព្រំដែននៅខេត្តបន្ទាយមានជ័យឬក៏ខេត្តព្រះវិហារធម្មតានៅត្រង់ចំណុចព្រំដែនគឺជាចំណុចក្តៅដូចជាមានទំនាស់គ្នាប៉ុន្តែផ្ទុយទៅវិញនៅចំណុចព្រំដែននេះគឺហាក់ដូចជាសមត្ថកិច្ចទាំងពីរសងខាងសហការគ្នាបានល្អនិងដើម្បីពង្រឹងទំនាក់ទំនងថែមទៀតដែរហើយម្យ៉ាងទៀតដូចខ្ញុំជំរាបលើកឡើងខាងលើដែរគឺដើម្បីដូចជាតេទីភ្ញៀវទេសចរផងហើយពង្រឹងនៅកន្លែងហ្នឹងឲ្យមានភាពស្រស់ស្អាតដូចនៅក្នុងរូបភាពខាងលើដែរបាទចាអរគុណអញ្ចឹងសូមបញ្ចប់ព័ត៌មាននៅឯខាងខេត្តកោះកុងត្រឹមប៉ុណ្ណឹងហើយក្រឡេកមកមើលនៅព័ត៌មាននៅឯខាងខេត្តស្វាយរៀងវិញគឺពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋនៅក្នុងភូមិប្រសូតខេត្តស្វាយរៀងបានសំណូមពរទៅដល់ក្រុមហ៊ុនចិនសាងសង់ផ្លូវលេខ 314D ជួយសម្រួលនិងស្រោចទឹកឲ្យបានញឹកញាប់ផងចាប្រជាពលរដ្ឋនៅតាមដងផ្លូវលេខ 314D ចាចាប់ពីចំណុចផ្សារប្រសូតរហូតដល់ច្រកទ្វារអន្តរជាតិចាគឺប្រៃវ៉ាបាននាំគ្នារអ៊ូរទាំចំពោះក្រុមហ៊ុនចិនដែលកំពុងតែសាងសង់ផ្លូវធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់និងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធនឹងផ្លូវនេះសូមជួយសម្រួលនិងស្រោចទឹកឲ្យបានញឹកញាប់ផងអូលោកពវីមើលណោះហុយសំពងតែម្ដងកញ្ញាជំរាបរបៀបនេះប៉ះពាល់សុខភាពមែនទេចាហុយនឹងវាអាចចូលទៅក្នុងសួតអាចមានជំងឺរបេងជំងឺផ្សេងៗកើតឡើងដល់ប្រជាពលរដ្ឋខ្មែរដែលនៅជុំវិញនឹងផងដែរចាអញ្ចឹងសង្ឃឹមថាខាងក្រុមហ៊ុនចិននឹងមានដំណោះស្រាយជួយបំពេញនៅសំណូមពរដែលប្រជាពលរដ្ឋក៏បានលើកឡើងចាហើយប្រជាពលរដ្ឋក៏បានលើកឡើងថាចំពោះការសាងសង់នេះប្រជាពលរដ្ឋមិនទាន់បានធ្វើមិនទាន់មានអ្វីនោះទេប៉ុន្តែសូមឲ្យខាងក្រុមហ៊ុនចិនហ្នឹងដែលជាអ្នកទទួលមកការផ្លូវនេះសូមជួយស្រោចទឹកឲ្យបានញឹកញាប់ផងហើយយ៉ាងហោចណាស់ក្នុងមួយថ្ងៃហ្នឹងឲ្យបានម្ដងដែរពីព្រោះថាផ្លូវលេខ 314D នេះគឺសម្បូរទៅដោយរថយន្តទំនិញចាដឹកស្រូវធំទាំងយប់ទាំងថ្ងៃបណ្ដាលឲ្យដីហុយពីមួយថ្ងៃទៅមួយថ្ងៃមើលទៅនៅពេលដែលធ្វើដំណើរហ្នឹងគឺមើលផ្លូវអត់ឃើញទេចានេះក៏អាចជាការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែរពីព្រោះថាបើយើងបើកមើលផ្លូវអត់ឃើញផងហ្នឹងឡងហុយបិញហ្នឹងទៅហើយចាកញ្ញាជំរាបបើយើងមើលទៅផ្លូវហ្នឹងគឺគេធ្វើរៀងធំហើយគិតថាផ្លូវហ្នឹងក៏ជាមានប្រយោជន៍ច្រើនណាស់សម្រាប់ប្រទេសកម្ពុជាយើងនៅថ្ងៃខាងមុខក្នុងការអភិវឌ្ឍប្រទេសជាតិយើងប៉ុន្តែនៅទីនេះយើងឃើញថាយើងការអភិវឌ្ឍយើងត្រូវការយោគយល់គ្នាទៅវិញទៅមកគឺដូចជាម្យ៉ាងគឺប្រជាពលរដ្ឋកំពុងតែរៀននៅទីនោះផងនិងរងគ្រោះដោយសារតែផ្សែង
ហើយនឹងដូចជាដីធូលីហុយផ្សេងអញ្ចឹងអាចក្រុមហ៊ុនជួយសម្រួលគ្នាបន្តិចទៅអាចស្រោចទឹកទៅក្នុងមួយថ្ងៃម្ដងឬពីរដងមិនជាបញ្ហាអីទេចាជាការពិតអញ្ចឹងសង្ឃឹមថាខាងក្រុមហ៊ុនចិននឹងជួយសម្រួលអំពីសំណុំពររបស់ប្រជាពលរដ្ឋពីព្រោះថាបើនៅតាម៉ាក់នឹងទៀតមកធ្វើផ្លូវនឹងហើយប្រជាពលរដ្ឋនៅតំបន់នឹងសុខភាពរបស់គាត់នឹងទៅជាយ៉ាងណាទេបើហុយយ៉ាងនេះចាអញ្ចឹងសូមបញ្ចប់ព័ត៌មាននឹងត្រឹមប៉ុណ្ណឹងហើយបន្តជម្រាបជូននៅព័ត៌មានមួយទៀតចានៅឯខាងខេត្តព្រះសីហនុវិញគឺពាក់ព័ន្ធទៅនឹងចាពាក់ព័ន្ធទៅនឹងវិស័យទេសចរចាគឺឯកឧត្តមថងខុនបានស្នើយ៉ាងទទូចដល់ស្ថាប័នចាសម័យបន្តផ្សព្វផ្សាយនិងពង្រឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលខ្លីៗគ្រាដែលភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុជាង1.5 លាននាក់នៅក្នុងឆ្នាំ2015នេះចានៅក្នុងនោះគឺមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរឯកឧត្តមថងខុនរដ្ឋមន្ត្រីក្រសួងទេសចរបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីសំណេះសំណាលមួយនៅក្នុងជាមួយនឹងម្ចាស់អាជីវកម្មទូកដឹកភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុនាសន្តាគារមូលជូលីស្ថិតនៅក្នុងក្បែររង្វង់មូលតោ2ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុនាថ្ងៃទី20នាថ្ងៃទី31ខែធ្នូឆ្នាំ2015នេះគឺភ្ញៀវទេសចរសរុបដែលបានមកកំសាន្តនៅក្នុងក្រុងព្រះសីហនុនឹងគឺមានចំនួន1.5 លាននាក់ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តទៀតថាសម្រាប់ឆ្នាំ2015កម្ពុជាពិតជាមានមោទនភាពណាស់ដោយសារតែចំនួនភ្ញៀវទេសចរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍នៅក្នុងនោះខេត្តព្រះសីហនុក៏មិនខុសពីខេត្តសៀមរាបប៉ុន្មានដែរនៅក្នុងឆ្នាំ2015កន្លងទៅនេះគឺមានភ្ញៀវទេសចរចូលមកកំសាន្តចំនួន1,5,1,874 នាក់គឺកើនឡើងចំនួន14កណ្ដោសញ្ញា 39% បើប្រៀបធៀបទៅនឹងឆ្នាំ2014នៅក្នុងនោះគឺភ្ញៀវទេសចរមានចំនួន1,156,813 នាក់គឺកើនឡើង19កណ្ដោសញ្ញា 36% ហើយនៅភ្ញៀវអន្តរជាតិនឹងគឺមានចំនួន360,000 2061 នាក់គឺកើនឡើង 0.95% ហើយដែលឡែកនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល3ថ្ងៃនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាក្រុងព្រះសីហនុគឺមានភ្ញៀវទេសចរសរុបនៅមកចូលកំសាន្តនឹងមានចំនួនប្រមាណជាង1 លាននាក់ផងដែរហើយនៅក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងដោយមោទនភាពនិងពាក់ព័ន្ធចាគឺភាពថាពាក់ព័ន្ធកណ្ដាលនៅក្នុងក្រុងព្រះសីហនុនឹងគឺបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អសុវត្ថិភាពល្អអាកាសធាតុក៏ល្អហើយជាពិសេសហ្នឹងគឺបងប្អូនប្រជាពលរដ្ឋមានចាវត្តមានចាអញ្ជើញចូលរួមពីសម្ដេចមហាសេនាបតីតេជោហ៊ុនសែនបានអញ្ជើញទៅខាងក្រុងព្រះសីហនុនឹងជាមួយនឹងក្រុមគ្រួសារផងដែរហើយបងប្អូនប្រជាពលរដ្ឋពិតជាមានភាពកក់ក្ដៅមែនទែនហើយក៏បានទទួលស្វាគមន៍សម្ដេចយ៉ាងមានភាពរាក់ទាក់ទាំងអស់គ្នាជាមួយនឹងមានន័យថាថ្នាក់ដឹកនាំដែលគាត់បានអញ្ជើញទៅទស្សនានៅខាងខេត្តចាជាមួយនឹងប្រជាពលរដ្ឋចឹងហាក់បីដូចជាមានភាពស្និទ្ធស្នាលទន្ទឹមនឹងនោះការរីកចម្រើនផ្នែកសេវាទេសចរគឺមានការកើនឡើងហើយឯកឧត្តមក៏បានស្នើយ៉ាងទទូចទៅដល់ស្ថាប័នសម័យបន្តផ្សព្វផ្សាយនិងពង្រឹងបន្ថែមទៀតក៏ដូចជាបន្តបង្កើតកម្មវិធីបណ្ដុះបណ្ដាលខ្លីៗជុំវិញជំនាញផ្នែកសេវាទេសចរនេះលើកពីនេះទៅទៀតគឺចូលរួមចាគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋពិតជាមិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍសង្គមជាតិនោះហើយនៅក្នុងឱកាសនោះគឺមានការចូលរួមពីប្រជាអាជីវករក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងវិស័យទេសចរហ្នឹងអញ្ចឹងសង្ឃឹមថាខេត្តព្រះសីហនុគឺជាកន្លែងដែលទទួលបានប្រជាប្រិយភាពមែនទែនមិនថាភ្ញៀវជាតិឬអន្តរជាតិតែងតែចង់ទៅលេងនៅទីនោះមែនទែនបាទពិតមែនហើយកញ្ញាជំរាបបន្ទាប់ពីខេត្តសៀមរាបទៅគឺមានខេត្តព្រះសីហនុហើយដែលមានទេសចរច្រើននិងដើម្បីឲ្យទាក់ទាញភ្ញៀវទេសចរច្រើនជាងនឹងទៀតអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីខាងក្រសួងទេសចរក៏បានលើកឡើងគឺត្រឹមត្រូវហើយគឺឲ្យប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺចូលរួមទាំងអស់គ្នាមានយ៉ាងម៉េចចូលរួមទាំងអស់គ្នាមានថាចូលរួមអនុវត្តនៅក្នុងគោលនយោបាយដើម្បីទាក់ទាញភ្ញៀវទេសចរបានមកក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើងហើយប្រជាពលរដ្ឋផ្ទាល់ផងដែរក្នុងឱកាសបុណ្យនីមួយៗសូមគុំតម្លៃថ្លៃទាំងឧទាហរណ៍ផ្ទះសំណាក់ទាំងសណ្ឋាគារទាំងម្ហូបគឺសូមរក្សាតម្លៃដដែលនេះជាឱកាសមួយដើម្បីយើងដូចជាផ្សព្វផ្សាយអំពីទីកន្លែងដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាយើងហើយជាកន្លែងដែលជាពេលដែលយើងផ្សព្វផ្សាយអំពីអ្វីដែលយើងមានហើយប្រជាពលរដ្ឋយើងធ្វើរបៀបនេះបន្តទៀតពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំទេសចរនឹងកើនឡើងកាន់តែច្រើនឡើងទៅទៀតបើសិនបើពួកយើងនាំគ្នាតម្លៃថ្លៃក្នុងឱកាសពិសេសកញ្ញាជំរាបគិតមើលថាតើយើងនឹងទៅឬអត់អញ្ចឹងថាបើដូចជាឱកាសមួយយើងបិទឱកាសសម្រាប់ខ្លួនឯងចា៎បាទ
អរគុណអញ្ចឹងការជម្រាបជូននៅព័ត៌មានក្នុងវគ្គទី3នេះយើងខ្ញុំទាំងពីរអ្នកសូមសម្រាប់បន្តិចសិនហើយវគ្គក្រោយយើងនឹងជម្រាបជូននៅព័ត៌មាន